ចាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវិធីឆាមីសរសៃរៀងធំតិចដែរណាមីស្រស់ចាហើយវិធីឆានេះគឺងាយលឿនមែនតែនចាគឺជាដំបូងហ្នឹងគឺខ្ញុំមានផ្សិតឫស្សីហ្នឹងខ្ញុំចង់ដាក់វាឲ្យវារៀងសពប់មុននឹងយើងដាក់មីណាចាជាដំបូងគឺយើងត្រូវមានខ្ទះឆាយើងហ្នឹងដាក់ប្រេងឲ្យក្តៅទីសិនហើយដាក់ខ្ទឹមសបងប្អូនចាខ្ទឹមសនេះខ្ញុំអត់កំឡោចវាឲ្យក្រៀមស្រួយខ្លាំងពេកទេចាខ្លាចវាខ្លោចព្រោះយើងនៅធ្វើយូរទៀតហើយណាមួយយើងអត់ចង់ឲ្យអស់អាសារធាតុចិញ្ចឹមរបស់ខ្ទឹមនឹងផងអញ្ចឹងគ្រាន់ដាក់វាបន្តិចមុនដើម្បីឲ្យវាចេញជាតិឈ្ងុយបន្តិចទេរួចហើយខ្ញុំដាក់ផ្សិតនឹងឲ្យវាសពប់មុនទៅមិនបាច់ឲ្យឆ្អិនខ្លាំងពេកទេណាព្រោះយើងនៅដាក់មីមកឆាត្រឡប់ច្រើនដងទៀតចាគ្រាន់ឆាត្រឡប់បន្តិចតួចចឹងហើយឲ្យរៀងសពប់មុនទៅខ្លាចវាកពុលបើកាលណាវានៅរៀងស្ទើរពេកញ៉ាំទៅអាចកពុលចាអញ្ចឹងយើងមុននឹងដាក់មីចូលហ្នឹងយើងដាក់វាមួយផ្លែតសិនហើយមើលតែរៀងផ្សិតនឹងទុនបន្តិចហើយយើងចាប់ផ្ដើមដាក់មីចាយកមីយើងដែលស្រោះទឹកលាងអីហើយហ្នឹងណាមីហ្នឹងបើអ្នកខ្លះគាត់អត់យកទៅលាងទឹកឲ្យយកទៅស្រោះទៀតទេតែខ្ញុំភ្លេចថតទៅខ្ញុំដាំទឹកអានេះយើងទិញពីមីចាប់វាស្រស់អញ្ចឹងស្រាប់តែខ្ញុំដាំទឹកក្តៅពុះហើយយកវាមកចាក់ត្រាំប្រហែល1នាទី2ណាយើងថាកូរវាឲ្យវាលាយហើយនឹងចេញអាខ្លាញ់ចាស់របស់គេនឹងចោលដើម្បីកុំឲ្យធំក្លិនចាហើយដាក់សម្រស់ទឹកទៅមិនបាច់យកមកស្ងោរនៅលើភ្លើងទេកុំឲ្យវាទន់ខ្លាំងពេកណាហើយយើងស្រស់អញ្ចឹងគឺល្អបំផុតចាវាអត់បាច់ឲ្យចេញអស់ជាតិយូរពេកហើយនឹងវាធ្វើឲ្យទន់ជ្រុលចាហើយយើងយកមកឆាហ្នឹងគឺស្រួលយើងឆាមីឆាបន្លែអីហ្នឹងបងប្អូនចាហ្នឹងខ្ញុំមានចេញវីដេអូរួចហើយបើបងប្អូនត្រូវការចង់ដឹងទៀតដាក់ក្នុង comment មកចាំខ្ញុំតម្លាក់ link ឲ្យម្ដងទៀតចាហើយបើសិនជាយើងអត់មានទឹកសម្រាប់ឆាហ្នឹងទេបងប្អូនអាចដាក់គ្រឿងតាមតម្រូវការបានដូចជាស្ករទឹកស៊ីអ៊ីវទឹក oyster sauce អីចឹងណាដើម្បីឲ្យវាមានជាតិប្រៃផ្អែមនៅនឹងហើយពណ៌នេះទៀតសោតគឺវាយ៉ាងឡើងក្រហមដូចថាស្អាតតែម្ដងយើងវាអត់មើលទៅស្លេកពេកទេពេលដែលយើងដាក់ទឹកសម្រាប់ឆាមីនឹងមកបងប្អូនហើយដល់ពេលមីយើងមើលទៅតំណងឆ្អិនអស់ហើយវាទៅសាយនឹងកុំឲ្យឆាលឿនពេកហើយក៏កុំឲ្យយូរពេកកុំឲ្យវាស្វិតដែរចាមកសន្ទុះមើលទៅល្មមហើយយើងអាចរោយសណ្ដែកបដោះហើយនឹងកញ្ឆាយឬក៏ស្លឹកខ្ទឹមចឹងលាយគ្នាដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ណាបងប្អូនហើយក៏បង្កើនអីទីថាមើលទៅស្អាតជាងមុនផងដែរចាសម្រស់ហ្នឹងក៏ល្អចឹងណាចាហើយមើលទៅគឺតំណងឆ្ងាញ់តែម្ដងបងប្អូនអាចភ្លក់មើលតាមនឹងបានផ្អែមប្រៃសាបអីថែមថយតាមនឹងទៀតណាចាអរគុណបងប្អូនអាចធ្វើសាក់បងញ៉ាំទាំងអស់គ្នាណាអរគុណ